ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំមានដំណឹងល្អមួយមកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសអ្នកដែលរស់នៅទីក្រុងកំពង់សាមផ្ទាល់តែម្ដងគឺថាចាប់ពីសប្តាហ៍នេះតទៅរៀងរាល់ថ្ងៃអាទិត្យគឺពួកយើងនឹងមានកម្មវិធីមួយដែលឲ្យឈ្មោះថាជំរុញការហាត់ប្រាណរួមបញ្ចូលការអានសៀវភៅចំពោះគោលបំណងនៅក្នុងការបង្កើតកម្មវិធីនេះឡើងមកគឺដើម្បីលើកស្ទួយវិស័យអំណាចនៅក្នុងប្រទេសកម្ពុជាក៏ដូចជាបង្កើតទម្លាប់ល្អៗទៅដល់ក្មេងៗជំនាន់ក្រោយឲ្យគាត់មានការសិក្សាស្រាវជ្រាវបន្ថែមនិងអានសៀវភៅជាទម្លាប់ប្រចាំថ្ងៃផងដែរតាក់ទងទៅនឹងសៀវភៅដែលពួកយើងដាក់ឲ្យអានគឺមានដូចជាភាសាខ្មែរភាសាអង់គ្លេសនិងភាសាចិនដោយបងប្អូនទាំងអស់គ្នាអាចជ្រើសរើសអានបានដោយសេរីតែម្ដងដោយមិនមានគិតលុយគិតកាក់អ្វីនោះទេចំណែកឯទីតាំងនិងពេលវេលាវិញគឺពួកយើងធ្វើនៅក្នុងសួនវិមានឯករាជ្យចាប់ពីវេលាម៉ោង 5 ល្ងាចរហូតដល់ម៉ោង 8 យប់ដូច្នេះហើយអ៊ីអ៊ុំពូមីងទាំងអស់គ្នាកុំភ្លេចនាំកូនក្មួយមកចូលរួមឲ្យបានច្រើនកកនៅក្នុងវិស័យអំណាចមួយនេះជាចុងក្រោយពីនាងខ្ញុំស៊ូជីពួកយើងនឹងជួបគ្នានៅថ្ងៃអាទិត្យចុងសប្តាហ៍នេះសូមអរគុណបាយបាយ